គាត់ខ្លាចក្រុមជំនុំហ្នឹងនាំគាត់ផ្លាស់ប្ដូរជំនឿសម្រាប់បងខ្លួនឯងបើសិនជាក្រុមជំនុំអត់មានបេសកកម្មជំរាបសួរសូមស្វាគមន៍មកកាន់ខ្មែរ Connect ជំរាបសួរបងជំរាបសួរអូនសុខសប្បាយអត់បងសុខសប្បាយអូនសុខសប្បាយធម្មតាបងអាចណែនាំខ្លួនបន្តិចបានអត់ថាបងអញ្ជើញមកពីខាងណាហើយបច្ចុប្បន្នបងធ្វើការនៅខាងណាដែរបាទជំរាបសួរម្ដងទៀតជំរាបសួរខ្ញុំបាទឈ្មោះអឹមចិត្រាជាបុគ្គលិករបស់អង្គការក្នុងស្រុកមួយហើយខ្លួនឯងតខ្លួនក៏ជាសមាជិកក្រុមជំនុំដំណឹងល្អប្រគុណកម្ពុជាដែរអរគុណបងសម្រាប់ការចូលរួមនៅក្នុងថ្ងៃនេះផងដែរហើយពួកយើងក៏មានសំណួរខ្លះៗចង់សួរទៅកាន់បងដោយសារតែរូបបងផ្ទាល់គឺជាបុគ្គលិកនៅក្នុងអង្គការមួយដែលបម្រើពាក់ព័ន្ធជាមួយនឹងសហគមន៍ក៏ដូចជាក្រុមជំនុំហើយពួកយើងទាំងអស់គ្នាក៏ជាសមាជិកនៅក្នុងក្រុមជំនុំដែរអញ្ចឹងមានសំណួរខ្លះៗដែលពួកយើងឆ្ងល់មានចម្ងល់ចង់ឲ្យបងជួយឆ្លើយបំភ្លឺពួកយើងទាំងអស់គ្នាចង់ដឹងថាតើក្រុមជំនុំនិងសហគមន៍មានទំនាក់ទំនងយ៉ាងដូចម្តេចជាមួយគ្នាបាទមុនពេលដែលបងអាចឆ្លើយសំណួរបងអាចនិយាយអំពីនិយមន័យពាក្យថាក្រុមជំនុំហើយនិងសហគមន៍តែពិតបងគិតថាបើសិនជាយើងអាចសួរមនុស្សច្រើនរបៀបអាចនឹងមាននិយមន័យផ្សេងគ្នាប៉ុន្តែនៅក្នុងដោយសារបទពិសោធន៍ខ្លួនឯងហើយនឹងការយល់ឃើញខ្លួនឯងបងអត់ដឹងថាខុសត្រូវបងអាចឆ្លើយជូនថាក្រុមជំនុំគឺជាមិនមែនផ្ដោតទៅលើអាគារទេជាទូទៅប្រហែលជាអាចគិតថាក្រុមពាក្យថាក្រុមជំនុំតើថាព្រះវិហារអាគារអីចឹងតែប៉ុន្តែផ្ដោតសំខាន់ទៅលើក្រុមមនុស្សមួយក្រុមដែលគាត់ទទួលបើចិត្តទទួលព្រះយេស៊ូវហើយគាត់ទទួលបានសេចក្តីសង្គ្រោះហើយនៅក្នុងនោះគឺគាត់មានបេសកកម្មពីការឆ្លើយតបពីការទទួលសេចក្តីសង្គ្រោះហើយនិងសេចក្តីស្រឡាញ់របស់ផងព្រះយេស៊ូវសម្រាប់បងខ្លួនឯងបើសិនជាក្រុមជំនុំអត់មានបេសកកម្មដើម្បីនឹងចែកចាយការសង្គ្រោះនិងសេចក្តីស្រឡាញ់នោះទៅកាន់អ្នកដទៃទេគឺបងគិតថាក្រុមជំនុំនោះអត់ពេញលេញទេហើយក្រុមជំនុំនោះក៏អត់រីកចម្រើនដែរចឹងនេះជាអត្ថន័យនៃពាក្យថាក្រុមជំនុំសម្រាប់ការគិតរបស់បងដែលឡែកពាក្យថាសហគមន៍គឺជាបណ្ដុំមនុស្សមួយក្រុមដែលគាត់រស់នៅជុំគ្នាដែលគាត់មានការរបៀបរស់នៅតាមរបៀបរបស់គាត់ផ្សេងគ្នាអញ្ចឹងប៉ុន្តែគាត់រស់នៅក្នុងសហគមន៍មួយដែលគាត់មានបញ្ហាដែលគាត់មានសេចក្តីត្រូវការដែលគាត់រស់នៅជីវិតរបស់គាត់ហើយមានរបៀបក្នុងការរស់នៅម្ដុំជាសហគមន៍របស់គាត់ហើយសួរថាអញ្ចឹងក្រុមជំនុំអត់មានបញ្ហាអត់មានតម្រូវការមិនមែនមានអីយ៉ាងទេពីព្រោះថាក្រុមជំនុំនេះជួនកាលក៏អាចជាបណ្ដុំមនុស្សដែលនៅក្នុងសហគមន៍មួយនឹងដែរក្រុមជំនុំអត់ផ្សេងកើតទេយើងមិនមែនមានន័យថាអូខេក្រុមជំនុំនេះម្ដុំបំបែកក្រុមជំនុំនោះបំបែកសហគមន៍ទេប៉ុន្តែយើងរស់នៅជាមួយគ្នាក្រុមជំនុំគឺជាក្រុមមួយក្រុមមនុស្សដែលគាត់រស់នៅក្នុងសហគមន៍បាទដែលគាត់ជួបបញ្ហាដូចគ្នាប៉ុន្តែគាត់ផ្លាស់ប្ដូរជីវិតរបស់គាត់មានសេចក្តីសង្ឃឹមទោះបីក្នុងស្ថានភាពរបស់គាត់បែបណាក៏ដោយដោយសារគាត់ទទួលបានសេចក្តីសង្គ្រោះហើយមានសេចក្តីជំនឿហើយគាត់ប្រើប្រាស់ធនធានរបស់គាត់និងក្រុមរបស់គាត់ដើម្បីបន្តចែកចាយសេចក្តីស្រឡាញ់ពីផងព្រះយេស៊ូវនិងការសង្គ្រោះពីផងព្រះយេស៊ូវទៅកាន់មនុស្សជុំវិញរបស់គាត់នឹងឯងសំណួរសួរថាហេតុអីបានជាចាំបាច់ឯបានជាក្រុមជំនុំត្រូវការផ្សារភ្ជាប់ជាមួយសហគមន៍ដោយសារយើងដឹងហើយថាពាក្យថាក្រុមជំនុំដែលយើងរស់រានមានកើតមានឡើងគឺឆ្លើយតបទៅនឹងតម្រូវការឆ្លើយតបទៅនឹងបញ្ហាពីព្រោះយើងជាក្រុមជំនុំយើងចង់បង្ហាញសេចក្តីស្រឡាញ់របស់ផងព្រះអង្គចា៎របស់ផងព្រះយេស៊ូវទៅកាន់មនុស្សអញ្ចឹងបើសិនជាយើងមិនធ្វើការជាមួយមនុស្សទេវាអត់មានហេតុផលអីក្នុងការដែលយើងកើតមានក្រុមជំនុំហេតុផលនេះដែលធ្វើឲ្យយើងជាក្រុមជំនុំនឹងត្រូវតែមានភាពពាក់ព័ន្ធជាមួយនឹងសហគមន៍ជាដាច់ខាតតែម្ដងអរគុណបងសម្រាប់ចម្លើយអញ្ចឹងក្នុងបទពិសោធន៍របស់បងតើក្រុមជំនុំបានចូលរួមចំណែកអ្វីខ្លះក្នុងសហគមន៍ដែរបងបាទតាមការយល់ឃើញហើយនឹងមិនការយល់ឃើញវាបទពិសោធន៍ជាក់ស្ដែងដែលបងធ្វើការផ្ទាល់ហើយភាពជាក្រុមជំនុំរបស់ខ្លួនឯងផងជ្រាបបរិស័ទផងយើងអាចនិយាយថាក្រុមជំនុំរបស់យើងបានធ្វើការច្រើនមែនទែនហើយក៏ជាច្រើនឆ្នាំមកដែរដែលមានតែកើតមាននៅក្នុងប្រទេសកម្ពុជារបស់យើងដឹងថាក្រុមជំនុំតែងតែមានភ្ជាប់ជាមួយនឹងពន្ធកិច្ចយើងអត់និយាយអំពីការដែលគ្រាន់តែមានព្រះវិហារជាកន្លែងដែលថ្វាយបង្គំទេប៉ុន្តែក្រុមជំនុំមួយគាត់មានពន្ធកិច្ចក្នុងការធ្វើអ្នកខ្លះគាត់មានពន្ធកិច្ចកុមារអ្នកខ្លះគាត់មានពន្ធកិច្ចមនុស្សចាស់អ្នកខ្លះគាត់មានពន្ធកិច្ចទាក់ទងនឹងការអប់រំអ្នកខ្លះគាត់មានពន្ធកិច្ចទាក់ទងនឹងការទឹកស្អាតអញ្ចឹងមានច្រើនមកអាចនិយាយបានថាក្រុមជំនុំបានដើរតួនាទីចំណែកសំខាន់មែនទែនក្នុងការអភិវឌ្ឍក្នុងការជួយទប់ស្កាត់ការភាពរងគ្រោះរបស់មនុស្សហើយក៏ឆ្លើយតបទៅនឹងភាពរងគ្រោះរបស់មនុស្សដែរទាំងកុមារទាំងមនុស្សដែលងាយរងគ្រោះនឹងនៅក្នុងសហគមន៍ទាំងពិការភាពទាំងនៅក្នុងបរិបទទាក់ទងនឹងគ្រោះទឹកជំនន់ឬក៏ផលប៉ះពាល់ទាក់ទងទៅនឹងគ្រោះមហន្តរាយនៃធម្មជាតិក៏ក្រុមជំនុំបានរួមចំណែកច្រើននៅក្នុងនោះដែរអញ្ចឹងមកអាចនិយាយបានថាក្រុមជំនុំគាត់បានដើរតួចំណែកសំខាន់ហើយនឹងមានពន្ធកិច្ចច្រើនមែនទែនអាចនិយាយបានថាឆ្លើយតបគ្រប់
បញ្ហាទាំងអស់នៅក្នុងសហគមន៍មិនគ្រាន់តែមានតែវិហារហើយនឹងការថ្វាយបង្គំជាមួយនឹងក្រុមមនុស្សប៉ុណ្ណោះទេ បងអញ្ចឹងស្ដាប់ទៅក្រុមជំនុំដូចជាមានកិច្ចការល្អច្រើននៅក្នុងសហគមន៍អញ្ចឹងតាមបទពិសោធន៍របស់បងមានបញ្ហាប្រឈមអីដែរអត់ពេលដែលយើងចប់ធ្វើការជាមួយនៅក្នុងសហគមន៍អញ្ចឹង បាទអរគុណអូនសំណួរល្អមែនតើតែពិតបើនិយាយពីបញ្ហាយើងអាចរៀបរាប់មកវាច្រើនប៉ុន្តែបងព្យាយាមបុកបញ្ចូលរួមវាជាបញ្ហាដុំធំដោយសារតាមបទពិសោធន៍ដែលបងមើលឃើញទី1បញ្ហារបស់ក្រុមជំនុំខ្លួនឯងការយល់ឃើញពីព្រោះក្រុមជំនុំមួយចំនួនមិនគាត់មិនមានគេហៅថាបងមិននិយាយថាគាត់គិតខុសទេប៉ុន្តែបងនិយាយបានថាហាក់ដូចជាការគិតរបស់ពលរដ្ឋក្រុមជំនុំមួយចំនួនគាត់អាចគិតថាការធ្វើការច្រើនឬក៏ involve ច្រើនជាមួយនឹងសហគមន៍ហាក់ដូចជាវាខុសពីភាពជាគាត់ពីព្រោះក្រុមជំនុំវាគួរតែជាមនុស្សដែលមានគេហៅថាជាក្រុមមនុស្សដែលជឿដែលផ្លាស់ប្ដូរជីវិតហើយមិនគួរតែប្រឡូកប្រឡាក់ជាមួយនឹងអំពើបាបទេអញ្ចឹងប្រហែលជាផ្នត់គំនិតមួយនោះវាធ្វើឲ្យគាត់មានការចូលរួមជាមួយសហគមន៍នោះមានកម្រិតមួយចំនួនទៀតគឺគាត់អត់មានហាក់ដូចជាក្រុមជំនុំហើយនឹងសហគមន៍នោះទំនាក់ទំនងនោះអត់ត្រូវបានផ្សារភ្ជាប់ទេហេតុអីបានបងនិយាយអញ្ចឹងដោយសារតែបើនិយាយអំពីការយល់ឃើញរបស់សហគមន៍គាត់មើលឃើញថាក្រុមជំនុំវាគ្រាន់តែជាកន្លែងថ្វាយបង្គំនេះគ្រាន់តែជាកន្លែងសាសនាមួយប្រហែលជាអាចនឹងសហគមន៍គាត់យល់ឃើញថាក្រុមជំនុំឬក៏ព្រះវិហាររបស់ព្រះយេស៊ូនិយាយចឹងចុះជាកន្លែងគ្រាន់តែមកដើម្បីផ្លាស់ប្ដូរជំនឿរបស់ពួកគាត់អរិយធម៌របៀបយល់ការគិតអីសាសនារបស់ពួកគាត់អញ្ចឹងវាធ្វើឲ្យពួកគាត់ហាក់ដូចជាការពារខ្លួនគាត់ហើយគាត់យល់ថាគាត់អត់ចង់ចូលរួមកន្លែងខ្លះចូលរួមអូខេទទួលអំណោយឬក៏ចែកចាយអីការល្អអញ្ចឹងគាត់ចូលប៉ុន្តែកន្លែងខ្លះគាត់អត់ចង់ចូលដូចគ្នាគាត់ខ្លាចក្រុមជំនុំហ្នឹងនាំគាត់ផ្លាស់ប្ដូរជំនឿនាំគាត់ផ្លាស់ប្ដូរសាសនាហើយខ្លួនឯងដែរក្រុមជំនុំមួយទៀតគឺតាក់ទងសមត្ថភាពអត់នឹងពីរបៀបនឹងការដែលធ្វើការជាមួយសហគមន៍ទេអញ្ចឹងអ្វីដែលពាក្យច្រើនដែលគាត់ទៅធ្វើតាមពន្ធកិច្ចរបស់គាត់ឧទាហរណ៍បើគាត់មានសាលារៀនបើគាត់មានថ្នាក់វគ្គបណ្ដុះបណ្ដាលតាក់ទងនឹងភាសាអង់គ្លេសឬក៏កុំព្យូទ័រអីអញ្ចឹងគាត់ធ្វើកិច្ចបានផ្សព្វផ្សាយអញ្ចឹងទៅឬក៏ពេលខ្លះគាត់មានពេលក្នុងការដែលផ្សាយដំណឹងល្អគាត់តែងតែប្រើប្រាស់កូនសៀវភៅដើម្បីនាំឲ្យសហគមន៍គាត់មើលឃើញនិយាយអំពីព្រះយេស៊ូវឲ្យសហគមន៍ជាការផ្សាយដំណឹងល្អរបស់គាត់អញ្ចឹងនេះគាត់តែជារបៀបនឹងការដែលគាត់ដឹងពីរបៀបប៉ុន្តែបើនិយាយអំពីការផ្សារភ្ជាប់ជាមួយនឹងសហគមន៍ហើយនឹងក្រុមជំនុំវាត្រូវការយល់ដឹងវាត្រូវការបើកចំហចិត្តវាត្រូវការផ្លាស់ប្ដូរផ្នត់គំនិតរបស់យើងដែរចា៎បងអាចនិយាយបានថាយើងឲ្យក្រុមជំនុំគាត់អាចមើលឃើញថាតើគាត់ដឹងទេថាតើក្រុមជំនុំមើលឃើញមកគាត់ជាអ្នកណាបើសិនជាសហគមន៍មើលមកគាត់ឃើញថាជាអ្នកដែលផ្លាស់ប្ដូរសាសនារបស់គាត់ប្រកបណាស់គេនឹងការពារខ្លួនគេអត់ចង់ចូលរួមទេចា៎ប៉ុន្តែបើគាត់មើលឃើញថាក្រុមជំនុំគឺជាធនធានក្រុមជំនុំគឺជាធនធានសំខាន់នៅក្នុងសហគមន៍ដែលអាចជួយឆ្លើយតបទៅនឹងបញ្ហាណាមួយរបស់សហគមន៍ហើយស្របទៅនឹងបញ្ហារបស់សហគមន៍ឬក៏បញ្ហារបស់ពួកគាត់នោះគាត់នឹងរត់ចូលមកចឹងនឹងហើយដែលធ្វើឲ្យរនាំងដែលធ្វើឲ្យទំនាក់ទំនងរវាងក្រុមជំនុំហើយនិងសហគមន៍ហ្នឹងវាត្រូវបានបំបែកហើយមនុស្សអាចធ្វើការជាមួយគ្នាបានក្រុមជំនុំអាចបង្ហាញសេចក្តីល្អកាន់តែច្រើនបានអញ្ចឹងបងតើមានសារៈសំខាន់បែបណាដែលមានក្រុមជំនុំនៅក្នុងប្រទេសដែលគោរពប្រណិប័តពុទ្ធសាសនាបងអាចត្រឡប់ទៅសំណួរមុនតែចម្លើយមុនដែលបងឆ្លើយបន្តិចថាយើងអាចមើលឃើញថាខ្លួនយើងជាអ្នកណាបងនិយាយមានន័យថាក្រុមជំនុំបើសិនជាកាលណាបើយើងខ្លួនឯងរាប់ថាជាមនុស្សដែលមកដើម្បីផ្លាស់ប្ដូរសាសនារបស់មនុស្សផ្លាស់ប្ដូរអរិយធម៌ផ្លាស់ប្ដូរវប្បធម៌របស់មនុស្សប្រកបណាស់តើគេនឹងមើលឃើញគេនឹងចូលរួមជាមួយយើងឬអត់គេនឹងមើលឃើញសារៈសំខាន់របស់ក្រុមជំនុំឬអត់ប៉ុន្តែបើយើងមកក្នុងការដែលផ្ដល់សេចក្តីស្រឡាញ់នាំសេចក្តីសង្គ្រោះពីព្រោះការទាំងអស់នេះមិនមែនចេញពីយើងទេពីព្រោះអ្នកដែលជាគ្រីស្ទបរិស័ទពិតប្រាកដអ្នកដែលដើរតាមព្រះយេស៊ូវគ្រីស្ទយើងអត់ព្យាយាមមកផ្លាស់ប្ដូរសាសនារបៀបដែលមនុស្សរស់នៅទេប៉ុន្តែយើងនាំសេចក្តីស្រឡាញ់របស់ផងព្រះយេស៊ូវយើងនាំការសង្គ្រោះរបស់ផងព្រះយេស៊ូវដើម្បីឲ្យមនុស្សគាត់អាចមានឱកាសក្នុងការទទួលយកសេចក្តីសង្គ្រោះនិងសេចក្តីស្រឡាញ់ទាំងអស់នោះអញ្ចឹងតាមរយៈសេចក្តីស្រឡាញ់និងសេចក្តីសង្គ្រោះដែលយើងចង់ឲ្យនឹងឯងដែលធ្វើឲ្យក្រុមជំនុំគឺអត់នឹងមិនពិបាកបញ្ចូលខ្លួនធ្វើការជាមួយនៅក្នុងសហគមន៍ទេពីព្រោះយើងអត់ព្យាយាមផ្លាស់ប្ដូរអ្នកណាផ្លាស់ប្ដូរសាសនាយើងមិនមែនជាតួអង្គសាសនាទេប៉ុន្តែយើងជឿទៅដល់ព្រះដែលមានបជនរស់នៅព្រះយេស៊ូវដែលជាតួអង្គនៃសេចក្តីស្រឡាញ់ហើយព្រះអង្គមានផែនការដ៏អស្ចារ្យសម្រាប់មនុស្ស
ជាពិសេសសេចក្តីសង្គ្រោះរបស់ផងព្រះអង្គសម្រាប់មនុស្សគ្រប់គ្នានឹងឯងដែលធ្វើឲ្យយើងមានកម្លាំងចិត្តក្នុងនាមជាក្រុមជំនុំទោះបីជាក្នុងស្ថានភាពប្រទេសយើងដែលជាប្រទេសដែលកាន់ប្រតិបត្តិព្រះពុទ្ធសាសនាក៏យើងនៅតែមានសង្ឃឹមមានកម្លាំងក្នុងការដែលយើងធ្វើការជាមួយគ្នាដែរធ្វើការជាមួយគាត់ដែរ ចាបងចឹងមានកត្តាអីដែលជំរុញឲ្យក្រុមជំនុំយើងនៅតែបន្តសកម្មភាពបែបនេះ បាទបងគិតថាការផ្ដើមចេញអំពីអត់មានអីឆ្ងាយអំពីព្រះបន្ទូលទេអ្វីដែលយើងធ្វើការផ្សារភ្ជាប់ភាពជាក្រុមជំនុំទៅកាន់សហគមន៍គឺស្របទៅនឹងព្រះបន្ទូលទាំងអស់ពីព្រោះព្រះអង្គមិនមែនហៅយើងមកនៅពេលដែលយើងបើកចិត្តមានព្រះអង្គនៅក្នុងជីវិតរបស់យើងហើយយើងមិនមែន isolate ខ្លួនឯងអូខេពួកនោះជាពួកដែលមិនបរិសុទ្ធហើយយើងជាបរិសុទ្ធហើយយើងធ្វើតែជាមួយក្រុមយើងអត់ទេប៉ុន្តែយើងមានកាតព្វកិច្ចទទួលបានសេចក្តីស្រឡាញ់ការសង្គ្រោះហើយយើងមានកាតព្វកិច្ចដែលយើងហៅថាជាការត្រាស់ហៅហ្នឹងតើយើងអាចធ្វើអីបានជាមួយសហគមន៍របស់យើងដែលកំពុងតែមានភាពឈឺចាប់ជួបបញ្ហាហើយទាំងអស់នោះគឺជាអ្វីដែលព្រះបន្ទូលបានលើកឡើងហើយព្រះយេស៊ូវខ្លួនឯងក៏បានបង្ហាញយើងយ៉ាងច្បាស់ពីព្រោះព្រះអង្គខ្លួនឯងមិនមែនមកដើម្បីឲ្យមនុស្សផ្លាស់ប្ដូរសាសនាទេប៉ុន្តែព្រះអង្គមកដើម្បីបង្ហាញសេចក្តីស្រឡាញ់ឆ្លើយតបតម្រូវការរបស់មនុស្សនិងបញ្ហារបស់មនុស្សបងអាចលើកឧទាហរណ៍មួយខ្លីថានៅពេលដែលយើងមានក្រុមជំនុំនៅក្នុងសហគមន៍តើសហគមន៍គេសប្បាយចិត្តឬក៏គេក្តៅក្រហាយដោយសារយើងបើសិនតែគេក្តៅក្រហាយយើងឆែកឡើងវិញថាតើទូនាទីភាពជាក្រុមជំនុំរបស់យើងបានធ្វើអីយើងពិតជានាំឲ្យមនុស្សយើងពិតជានាំឲ្យមនុស្សគិតថាយើងផ្លាស់ប្ដូរគេផ្លាស់ប្ដូរសាសនាគេឬក៏យើងនាំការល្អមកកាន់សហគមន៍ហើយយើងដឹងថាព្រះបន្ទូលបានប្រាប់យើងយ៉ាងច្បាស់អំពីការបែកបាក់នៅទំនាក់ទំនងនៅពេលអំពើបាបចូលមកព្រះជាម្ចាស់បង្កើតជីវិតរបស់យើងបង្កើតសពរបស់សារពើទាំងអស់ដើម្បីឲ្យការទាំងអស់នោះមានទំនាក់ទំនងហើយជួយគ្រប់គ្រងគ្នាជាមួយសហគមន៍ដែរប៉ុន្តែនៅពេលដែលមានអំពើបាបចូលមកធ្វើឲ្យទំនាក់ទំនងនោះបែកបាក់ទាំងអស់យើងបែកបាក់ទំនាក់ទំនងជាមួយនឹងព្រះយើងបែកបាក់ទំនាក់ទំនងជាមួយនឹងអ្នកជិតខាងយើងបែកបាក់ទំនាក់ទំនងជាមួយសហគមន៍របស់យើងបែកបាក់ជាមួយទំនាក់ទំនងជាមួយនឹង creation ការបង្កើតរបស់ផងព្រះយេស៊ូវដែលមានធម្មជាតិអីគ្រប់យ៉ាងទាំងអស់ហ្នឹងហើយយើងមិនបានជួយគ្រប់គ្រងគ្នាប៉ុន្តែយើងទៅជាបំផ្លាញគ្នាវិញអញ្ចឹងក្រុមជំនុំមានតួនាទីដើម្បីផ្សះផ្សាហ្នឹងយើងផ្សះផ្សាជាមួយទំនាក់ទំនងជាមួយព្រះយេស៊ូវហើយយើងមានទំនាក់ទំនងឡើងវិញជាមួយព្រះអង្គហើយតើយើងមានទំនាក់ទំនងផ្សះផ្សាឡើងវិញជាមួយអ្នកជិតខាងរបស់យើងយ៉ាងម៉េចជាមួយសហគមន៍របស់យើងយ៉ាងម៉េចហើយជាមួយនឹងការបង្កើត creation របស់ផងព្រះជាយ៉ាងម៉េចនោះគឺជាអ្វីជាបំណងផាតីរបស់ផងព្រះអង្គទាំងអស់កាលណាដែលយើងយល់អានេះបងជឿថាអត់ពិបាកហើយយើងមិនត្រឹមតែមិនពិបាកហើយទោះបីជាយើងជួបឧបសគ្គជួបបញ្ហាយើងនៅតែមានកម្លាំងចិត្តយើងនៅតែមានសង្ឃឹមក្នុងការបន្តជាមួយធ្វើនាំសេចក្តីស្រឡាញ់និងការសង្គ្រោះរបស់ផងព្រះអង្គទៅមុខបន្តទៀតបាទអរគុណច្រើនបងសម្រាប់ឲ្យចម្លើយបងនៅក្នុងថ្ងៃនេះទីពិតជាស្រាយបំភ្លឺនៅចម្ងល់របស់ពួកយើងទាំងអស់គ្នាអញ្ចឹងអរគុណបាទអរគុណដូចគ្នាអូន